ឆ្នាំនេះថាមកខ្មែរដើម្បីឲ្យតាន់គេអុំទូកចង់មើលគេអុំទូកក៏បងប្អូនចង់ដើរលេងអុំទូកប៉ុន្តែពេលមកដល់មានណាបងប្អូនអើយគឺឆ្នាំហ្នឹងគឺគេអត់បានធ្វើហ្នឹងហើយគេអត់ធ្វើពិធីអុំទូកទេអញ្ចឹងចាបានតែមកដើរលេងអញ្ចឹងហើយថ្ងៃនេះគឺបានមកលេងនៅម្ដុំកោះនរាបងប្អូនហើយក៏ឆ្លៀតមកជិះទូកចាគឺជីទូកលេងមើលភ្លើងពណ៌យប់ឡើងបងប្អូននៅភ្នំពេញយើងមានអីស្អាតតាបងប្អូនយប់ឡើងអញ្ចឹងឃើញមុខវាំងជាមួយនឹងភ្លើងពណ៌ចានិយាយទៅស្អាតហើយគ្មានខ្យល់អាកាសល្អមែនទែនត្រជាក់ស្រួលណាបងប្អូនអើយជីទូកអញ្ចឹងណាហើយមើលពេលយប់ទៅហើយនេះជាស្ពានកោះនរាឃើញទង់ជ័យខ្មែរយើងគឺស្អាតមែនទែនចាស្លាស់មុខស្លាស់មាត់បងប្អូននៅពេលដែលយើងជិះទូកលំហែចាតាមទលេអញ្ចឹងណាហើយនៅពេលជិះទូករួចហើយខ្ញុំក៏ចូលទៅលេងនៅចាម្ដុំគេលក់ចាលក់ម្ហូបលក់អីអញ្ចឹងនៅកោះនរាបងប្អូនហើយមនុស្សច្រើនអ៊ូអរមែនតើពិសេសគឺមានអាហារឆ្ងាញ់ក្រិតដុកឌឿអំពងអីចាអាចមកកោះនរានឹងបាននិយាយទៅសប្បាយម្យ៉ាងដែរបងប្អូនអើយខានដើរលេងបែបហ្នឹងយូរហើយកាលនៅក្មេងៗនៅយុវវ័យបងប្អូនចូលចិត្តណាស់បើដើរបែបហ្នឹងចាឥឡូវហ្នឹងមកឆ្នាំហ្នឹងគឺតន់ចិត្តដល់ថ្ងៃអុំទូកហើយប៉ុន្តែគាត់ថាគេអត់បានអុំទូកចាអញ្ចឹងដើរលេងខ្លួនឯងចាជិះទូកលេងអញ្ចឹងណាចាហើយមានម្ហូបដូចនេះខ្ញុំនិយាយអញ្ចឹងមានម្ហូបឆ្ងាញ់ច្រើនណាបងប្អូនអើយមានតាំងពីតៅហ៊ូស្អុយមានចង្រិតមានគេលក់នំបញ្ចុកហើយមនុស្សច្រើនអ៊ូអរច្រើនណាហើយមានការប្រគំតន្ត្រីនិយាយទៅសប្បាយមួយយ៉ាងដែរហើយវីដេអូហ្នឹងគឺខ្ញុំថតតាំងពីថ្ងៃទី3ខែ11 2025ចានិយាយទៅបុណ្យមុនថ្ងៃបុណ្យអុំទូកមួយថ្ងៃបងប្អូនគឺដើរលេងខ្ញុំត្រូវដើរលេងឲ្យហើយពីព្រោះថ្ងៃ4ហ្នឹងគឺខ្ញុំត្រូវត្រឡប់ទៅប្រទេសបារាំងវិញបងប្អូនចាអញ្ចឹងខ្ញុំមកដើរលេងជាមួយនឹងគ្រួសារមកមើលគេមើលឯងហើយមកញ៉ាំចានំចំណីអាហាររបស់ខ្មែរយើងផងខានញ៉ាំយូរហើយបងប្អូនអើយបែបហ្នឹងអីអញ្ចឹងណាចាមានអីឆ្ងាញ់ហើយយើងទិញហើយយើងយកទៅញ៉ាំជុំគ្នាជាមួយនឹងបងប្អូននៅលើតុគេមានកន្លែងគេញ៉ាំបងប្អូនចានិយាយទៅទល់មុខនោះមានតុវែងមួយយើងអាចទិញម្ហូបហើយដើរទិញម្ហូបហ្នឹងហើយម្ហូបឆ្ងាញ់ដែលយើងចង់ញ៉ាំហ្នឹងហើយយកទៅញ៉ាំជុំគ្នាហើយដូចនេះអញ្ចឹងបងប្អូនអើយឆ្ងាញ់ណាស់ជ្រក់ជើងមាន់គាត់នឹងជ្រក់ជើងមាន់ជ្រក់ភ្លាក្តាមជ្រក់ក្តាមគឺឆ្ងាញ់មែនទែនការញ៉ាំយូរហើយអញ្ចឹងមានណាចាអញ្ចឹងវីដេអូថ្ងៃហ្នឹងអត់មានអីទេបងប្អូនគ្រាន់តែថតទេសភាពខ្លះហ្នឹងហើយមុនថ្ងៃបុណ្យអុំទូកដើម្បីហ្នឹងហើយបង្ហាញបងប្អូនណាហើយនឹងមុខម្ហូបឆ្ងាញ់និយាយទៅឆ្នាំហ្នឹងទោះអត់មានពិធីបុណ្យអុំទូកក៏មានចាការប្រគំតន្ត្រីឬក៏លក់ម្ហូបអាហារអញ្ចឹងដែរណាបងប្អូនអញ្ចឹងបងប្អូនអាចដើរលេងបានហើយចាអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងបងប្អូនចាអរគុណច្រើនសម្រាប់ការតាមដាននិងចូលចិត្តវីដេអូរបស់នាងខ្ញុំចាំជួបគ្នានៅមុខម្ហូបថ្មីប្លែកៗណាបងប្អូនទាំងអស់គ្នា